សូមក្រាបថ្វាយបង្គំព្រះសង្ឃសូមជម្រាបសួរបងប្អូនជនរួមជាតិកូនក្មួយនិងកូនចៅទាំងអស់ខ្ញុំប្រកាសណាខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ចំពោះរឿងរ៉ាវចំពោះការបង្ហូរឈាមនៅតាមដងព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃដាច់ខាតយើងត្រូវជៀសវាងការរាលដាលនៃការបង្ហូរឈាមត្រូវជៀសវាងសង្គ្រាមរវាងប្រទេសទាំងពីរទាំងប្រជាជនខ្មែរទាំងប្រជាជនថៃខ្ញុំជឿថាលោកស្រឡាញ់សន្តិភាពដូច្នេះយើងត្រូវរកដំណោះស្រាយដោយសន្តិវិធីគឺតាមរយៈការសន្ទនានិងការគោរពច្បាប់អន្តរជាតិមានទាំងសន្ធិសញ្ញាទីក្រុងប៉ារីឆ្នាំ1991ផងដែរមានតែសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីនេះទេដែលធានាយ៉ាងស័ក្តិសិទ្ធិបំផុតចំពោះបូរណភាពទឹកដីប្រទេសកម្ពុជាដែលអាចជៀសវាងសង្គ្រាមហើយផ្ដល់នៅដំណោះស្រាយដែលភាគីទាំងពីរត្រូវទទួលយកដោយស្ម័គ្រចិត្តពីព្រោះជាកាតព្វកិច្ចមានចែងក្នុងច្បាប់បើមានសង្គ្រាមគឺនឹងមានការបង្ហូរឈាមធ្វើឲ្យប្រទេសយើងខ្ទេចខ្ទីធ្វើឲ្យប្រជារាស្ត្រកាន់តែពិបាកជាពិសេសភាពក្រីក្រដែលខ្មែរយើងក្រីក្រវេទនាប៉ុណ្ណឹងហើយនឹងកាន់តែពិបាកថែមទៀតខ្ញុំនឹកដល់ពលករខ្មែរជិត2លាននាក់ដែលរស់នៅយ៉ាងលំបាកលើប្រទេសថៃដែលពួកគាត់គ្មានការងារធ្វើរកមិនបានការងារនៅលើទឹកដីប្រទេសកម្ពុជាពួកគាត់ត្រូវខំធ្វើការចិញ្ចឹមខ្លួនឯងផងហើយផ្ញើថវិកាមកជូនបងប្អូនម៉ែឪនៅប្រទេសកម្ពុជាដើម្បីសងបំណុលតែបើពួកគាត់បាត់ការងារធ្វើហើយត្រូវត្រឡប់មកប្រទេសកម្ពុជាវិញនឹងច្បាស់ជាមានបញ្ហាជីវភាពដល់ពួកគាត់ផងហើយដល់គ្រួសារខ្មែរបងប្អូនគាត់រាប់លានអ្នកដែលរស់នៅលើទឹកដីប្រទេសកម្ពុជាដូច្នេះចាំបាច់ដំណោះស្រាយមានតែមួយទេគឺប្រទេសកម្ពុជារដ្ឋាភិបាលខ្មែរត្រូវតែស្នើឲ្យមានការកោះប្រជុំសន្និសីទអន្តរជាតិស្ដីពីកម្ពុជាគឺតម្រូវឲ្យមានការអនុវត្តយ៉ាងត្រឹមត្រូវនិងយ៉ាងពេញលេញចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីខ្ញុំជឿថាសហគមន៍អន្តរជាតិដែលគេចង់ឲ្យប្រទេសយើងទាំងពីររក្សាភាពស្ងាត់ស្ងៀមរក្សាទាំងសន្តិភាពទាំងមិត្តភាពរវាងកម្ពុជានិងថៃក៏គេនឹងជួយយើងឲ្យមានការជួបជុំគ្នារវាងហត្ថលេខីទាំងអស់ប្រទេសកម្ពុជាថែមទាំង18ប្រទេសទៀតមានមហាអំណាចទាំងអស់ដែលបានធានាឯករាជ្យភាពអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីប្រទេសកម្ពុជាឲ្យមានការគោរពចំពោះចំណុចទាំងអស់នោះម្យ៉ាងវិញទៀតរដ្ឋាភិបាលខ្មែរត្រូវតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិពីវិវាទទឹកដីដែលមានរវាងប្រទេសកម្ពុជានិងប្រទេសជិតខាងទាំងអស់ហើយយើងត្រូវតែយកចិត្តទុកដាក់ចំពោះស្ថានភាពនៅខាងកើតផងនៅខាងលិចផងយើងមិនត្រូវតែគិតតែខាងលិចឬគិតតែខាងណាមួយទេគឺបើយើងជាអ្នកជាតិនិយមពិតប្រាកដយើងត្រូវស្រឡាញ់ប្រទេសជាតិយើងទាំងមូលត្រូវយកចិត្តទុកដាក់ចំពោះបូរណភាពទឹកដីទាំងខាងកើតផងទាំងខាងលិចផងអញ្ចឹងយន្តការ2ដែលសំខាន់ជាងគេបំផុតគឺទី1កិច្ចព្រមព្រៀងទីក្រុងប៉ារីថ្ងៃ23ដុល្លារឆ្នាំ1991ហើយទី2ដាក់ពាក្យបណ្ដឹងមែនទែនរៀបចំសំណុំរឿងប្រមូលឯកសារឲ្យចាត់ហេកអីច្បាស់លាស់មិនគ្រាន់តែប្រកាសឲ្យអត់ធ្វើទេយើងត្រូវតែធ្វើមែនទែនគឺប្តឹងមែនទែនទៅតុលាការយុត្តិធម៌អន្តរជាតិអញ្ចឹងខ្ញុំជឿថាសាររបស់ខ្ញុំនេះនឹងផ្ដល់សេចក្តីសង្ឃឹមជូនដល់ប្រជារាស្ត្រខ្មែរថាយើងមានដំណោះស្រាយដ៏ត្រឹមត្រូវតែមួយគត់តាមផ្លូវច្បាប់គឺឲ្យមានការគោរពហើយអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីឆ្នាំ1991ផងហើយដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីផ្ដល់យុត្តិធម៌ជូនប្រទេសកម្ពុជាទឹកដីយើងទាំងខាងកើតទាំងខាងលិចសូមអរគុណបងប្អូនទាំងអស់គ្នា